Okay, first of all, when I saw this comment, yeah, I can say I'm really happy and so proud of you. And let's say congratulations to you as well. ហ្នឹងហើយខ្ញុំជឿជាក់ថាមិនមែនមានតែខ្ញុំទេដែលមានក្តីសម័យអញ្ចឹងអ្នកទាំងអស់គ្នាក៏មានក្តីសម័យដែរហើយជាពិសេសនៅពេលដែលយើងបានទៅកាន់ប្រទេសដែលជាក្តីសម័យរបស់យើងទៀតណាមិនមានអ្វីអាចមកពិពណ៌នាបានច្រើនណាយើងអាច express អារម្មណ៍ yes សប្បាយអីទៅក្រៅបានប៉ុន្តែខ្លួនយើងផ្ទាល់នៅពេលដែលបានឃើញ result yes the best feeling ever មកនិយាយមែនអញ្ចឹងមិនថាអ្នកទាំងអស់គ្នាទៅដោយវិធីណាទេមិនថាជាលក្ខណៈ travel ឬក៏ទៅរៀនឬក៏ទៅអីឲ្យតែបានទទួលបាន visa ទៅប៉ែកអឺរ៉ុបនេះមួយអ្នកទាំងអស់គ្នាអាចទៅបានច្រើនប្រទេសមែនទែននិយាយទៅអត្ថប្រយោជន៍មានច្រើនហើយខ្ញុំអត់មានអីច្រើនទេសម្រាប់វីដេអូនេះក៏សូមចូលរួមអបអរសាទរដែលបានទៅប្រទេសបែរជានៅក្នុងក្តីសម័យរបស់អ្នក Yep no worry ចង់ឲ្យថាយើងទៅម្នាក់ឯងមែនប៉ុន្តែ everything fine ចាណាទៅយើងព្យាយាម take care ខ្លួនឯង everything fine ហើយនិយាយទៅពេលរយៈដែលខ្ញុំនៅអាឡម៉ង់គឺ safe អត់អីទេសូម្បីតែលេងក្រៅប្រទេសខាងប៉ែកអឺរ៉ុបផ្សេងទៀតក៏ខ្ញុំអាចជួបបញ្ហាអីដែរប៉ុន្តែអ្វីដែលយើងត្រូវប្រកាន់ខ្ជាប់គឺយើងត្រូវតែ be careful សម្រាប់ខ្លួនឯង take care ខ្លួនឯងព្រោះដោយសារតែយើងដឹងហើយយើងទៅណាមកណាពេលខ្លះក៏វា easy going ប៉ុន្តែពេលខ្លះក៏វាមានផលវិបាកអីមួយចំនួនដែរអញ្ចឹងព្យាយាម take care ខ្លួនឯងតាមដែលអ្វីអាចធ្វើបានហើយ be careful រៀងខ្ពស់ដែរមិនមែនថាអូខេទីក្រុងឬក៏ប្រទេសគេ safe ហើយយើងចេះតែ easy going ទៅតាមនឹងដែរអីចឹងណាអញ្ចឹងយើងអាចមើលតាមនឹងដែរជាក់ស្ដែងអញ្ចឹងអ្វីដែលខ្ញុំអាចចែកម្លែកបានមួយចំនួនគឺនៅពេលដែលយើងទៅដល់ប្រទេសអាឡឺម៉ង់មិនថាអ្វីផ្សេងយើងអាច check មើលទៅតាម guideline គេមួយចំនួនហ្នឹងជាពិសេសពី security ឬក៏ពី requirement របស់គេមួយចំនួនដែលគេហាមមិនឲ្យយើងធ្វើគឺយើងត្រូវ check មើលឲ្យច្បាស់អញ្ចឹងសម្រាប់ first travel to Germany ខ្ញុំគិតថាគឺវាប្លែកខ្លាំងណាស់សម្រាប់ខាងអាស៊ីយើងដែលសុកទៅខាងប៉ែកអឺរ៉ុបប៉ុន្តែមិនជាអ្វីទេអ្នកទាំងអស់គ្នានិយាយទៅនៅពេលដែលទៅដល់នោះយើងព្យាយាមមើលអ្វីទាំងអស់ជាពិសេសអ្វីដែលគេ requirement អត់ឲ្យយើងធ្វើឬក៏ហាមអីហ្នឹងគឺយើងមើលទៅតាមនឹងឲ្យច្បាស់លាស់ទៅគឺអត់មានបញ្ហាអីទេជាក់ស្ដែងវាអាចនឹងរៀងពិបាកតិចពេលដែលយើងទៅដល់តាក់ទងជាមួយនឹង transportation ឬក៏ភាសាដែលយើងនិយាយអញ្ចឹងតែពេលនៅបលីនអត់អីទេព្រោះដោយសារនៅបលីន security របស់គេហ្នឹងយើងនិយាយអង់គ្លេសបានធម្មតាលើកលែងតែពេលដែលយើងចេញទៅក្រៅឯងពេលខ្លះទៅអាចនឹងរៀងពិបាកតិចបើសិនជាយើងអត់សូវចេះភាសាអាឡឺម៉ង់អញ្ចឹងណាព្រោះដោយសារតែចាស់នៅនឹងមួយចំនួនគាត់អត់និយាយភាសាអង់គ្លេសទេគឺគាត់ចង់ឲ្យយើងនិយាយភាសា Dutch ភាសាអាឡឺម៉ង់នឹងជាមួយនឹងពួកគាត់តែម្ដងអូខេអញ្ចឹងសម្រាប់វីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ជួយចែកម្លែកបន្ថែមI wish you good luck and safe travel to Germany as well. Okay, bye bye.